តើត្រូវរងចាំរហូតដល់ពេលណាតើត្រូវរងចាំរហូតដល់ពេលណាយើងតែងតែនិយាយថាបើយើងមានពេលគ្រប់គ្រាន់នោះយើងនឹងធ្វើអ្វីៗជាច្រើនដែលយើងចង់ធ្វើតើពេលវេលាច្រើនប៉ុណ្ណាទើបវាគ្រប់គ្រាន់សម្រាប់យើងតើទាល់តែមួយថ្ងៃមានពេលប៉ុន្មានម៉ោងទើបយើងគិតថាអាចប្រើប្រាស់ដើម្បីធ្វើរឿងដែលយើងចង់ធ្វើឲ្យបានគ្រាន់តែទូរស័ព្ទតាក់ទងទៅផ្ទះតាក់ទងទៅសួរសុខទុក្ខមិត្តភក្តិឬមនុស្សជាទីស្រឡាញ់ឬក៏ផ្ញើសារទៅកាន់ពួកគេតើយើងត្រូវរងចាំរហូតដល់យើងមានពេលគ្រប់គ្រាន់ដែរមែនទេទាល់តែយើងមានពេលគ្រប់គ្រាន់ទើបយើងគិតថាយើងអាចទៅចំណាយពេលជាមួយក្រុមគ្រួសារមិត្តភក្តិឬធ្វើដំណើរកម្សាន្តទៅកន្លែងដែលខ្លួនចង់ទៅឮចំណែកឯពេល